Rương sầm lánh pì nè, ca pì prê nì, miên bù rọt pì nè, chia sầm lánh nằng khìa, nị dây son giả thà, ca bờ dương miênប្រពន្ធ ឯងក្តីអញក្តីបើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមកសន្យាគ្នាហើយយូរបន្តិចទៅសម្លាញ់មួយមានប្រពន្ធគ្រប់លក្ខសម្លាញ់មួយទៀតមានប្រពន្ធខាតលក្ខបុរសដែលមានប្រពន្ធគ្រប់លក្ខនោះវេលាយកចូលដំណេកនិយាយគិតគ្នាប្តីប្រពន្ធថាយើងរកស៊ីអីឲ្យមានឆាប់ប្រពន្ធឆ្លើយថាអ្នកចង់រកស៊ីអ្វីឬប្រើខ្ញុំឲ្យត្បាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទៅតឹងទាស់ចិត្តអ្នកទេលុះកន្លងមកពេលចូលដំណេកយប់ក្រោយទៀតប្តីនិយាយនឹងប្រពន្ធថានាងអើយបងគិតឃើញរបរមួយបើបានដូចគំនិតនឹងបានមាសប្រាក់ផ្តិលតុកថាសដោយងាយប្រពន្ធសួរប្តីថាគិតធ្វើដូចម្ដេចក៏បានងាយម្ល៉េះប្តីប្រាប់ប្រពន្ធថាក្នុងសមុទ្រមានសំពៅអ្នកជំនួញគ្រប់ប្រទេសខ្លះសុខសប្បាយខ្លះលិចលង់ច្រើនឆ្នាំមកហើយរបស់ទ្រព្យសពសារពើមាសប្រាក់កប់នៅបាតសមុទ្រនោះច្រើនយើងគិតនាំគ្នាទៅបាចទឹកសមុទ្រនោះឲ្យរីងក្រអ្វីមាសប្រាក់គ្រប់មុខនោះបើបានត្រីធំតូចយើងវះធ្វើងៀតធ្វើផ្អកប្រហុកព្រឹកនេះនាងឯងដាំបាយដួសដាក់កញ្ជើឲ្យមានម្ហូបនិងស្លាម្លូផងប្រហែមយើងទៅបាចទឹកសមុទ្រឲ្យរីងប្រពន្ធឮប្តីប្រាប់ហើយក៏ធ្វើតាមបង្គាប់ប្តីលុះព្រឹកឡើងរៀបគ្រប់ប្រដាប់រួចនាំគ្នាទៅដល់មាត់សមុទ្រហើយទុកដាក់ម្ហូបចំណីដោយស្រួលទើបប្តីកាន់កញ្ជើមួយប្រពន្ធកាន់កញ្ជើមួយខំបាចជះទឹកទៅលើគោកបាចទាល់តែពេលបាយទើបឈប់បរិភោគបាយរួចនាំប្តីប្រពន្ធបាចទៀតទាល់តែល្ងាចទើបនាំគ្នាមកផ្ទះវិញបាចបានចំនួន4ថ្ងៃប្តីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាទឹកស្រកបន្តិចហើយនាងប្រពន្ធឆ្លើយថាបើដូច្នោះយើងខំបាចទៅយូរណាស់កន្លះខែទៀតមុខជារីងហើយយើងចាប់យកត្រីធំតូចវះធ្វើងៀតផ្អកប្រហុកថ្លឹងលក់យកប្រាក់មួយទៀតសំពៅទាំងប៉ុន្មានដែលលិចលង់យូរឆ្នាំនោះយើងត្រូវក៏កាយយកប្រាក់មាសតុកថាសចានត្បាននៅក្នុងសំពៅនោះមិនដឹងបើយកទៅណាអស់ទេថារួចដល់ល្ងាចត្រឡប់មកផ្ទះវិញព្រឹកឡើងនាំគ្នាទៅបាញទៀតហើយនិយាយតែពាក្យដដែលដូចថ្ងៃមុនវងមច្ឆានៅក្នុងសមុទ្រស្ដាប់ឮដឹងដំណឹងសពគ្រប់ភ័យបារម្ភណាស់ជំនុំគ្នាថាយើងមកជាស្លាប់ម្ដងនឹងយើងនាំគ្នាទៅទូលស្ដេចត្រីអសាសមុទ្រទើបរស់រួចជីវិតគិតហើយនាំគ្នាមុជហែលទៅដល់ស្ដេចត្រីទូលតាមដំណើរដែលបុរសប្តីប្រពន្ធមកបាចទឹកសមុទ្រនោះស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទៅទូលនោះថាឯងរាល់គ្នាពាំយកមាសបាន5ក្រឡប្រាក់5ក្រឡនិងតុកថាសផ្តិលចានទៅឲ្យបុរសប្តីប្រពន្ធអង្វរគេឲ្យលេងបាចទឹកសមុទ្រទៅត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួន
តាមស្ដេចត្រីបង្គាប់រួចនាំគ្នាពាំហែលមកដល់បុរសប្តីប្រពន្ធអង្វរសូមឲ្យលេងបាចទឹកសមុទ្រត្រីទាំងនោះក៏ហាមាត់ខ្ជាក់ក្រឡមាសប្រាក់តុកថាសផ្តិលចានឲ្យបុរសប្តីប្រពន្ធបុរសប្តីប្រពន្ធមានសេចក្តីត្រេកអរពន់ពេកក៏ឈប់លេងបាចទឹកពីថ្ងៃនោះនាំប្តីប្រពន្ធរែកជញ្ជូនទៅទុកនៅផ្ទះលុះត្រាតែអស់បុរសប្តីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនថ្កើងរុងរឿងបានសេចក្តីសុខរៀងទៅពិពណ៌នាពីសម្លាញ់ដែលមានប្រពន្ធខាតលក្ខគាត់ភ្នោកនឹករលឹកដល់សម្លាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខលុះទៅដល់លើផ្ទះគេក៏រាប់អានចាប់ចិត្តស្និទ្ធស្នាលដូចពីដើមគាត់គុណមើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះហើយនឹកក្នុងចិត្តថាពីដើមសម្លាញ់គេមានទ្រព្យល្មមគួរសមទេឥឡូវនេះគេរករបស់អ្វីក៏មានទ្រព្យសម្បត្តិច្រើនម្លេះគិតហើយក៏ត្អូញត្អែប្រាប់សម្លាញ់ដែលជាអ្នកមានទ្រព្យថាសម្លាញ់អើយសពថ្ងៃនេះអញក្រលំបាកណាស់សម្លាញ់ឯងរកស៊ីជំនួញអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្លេះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខប្រាប់ថាសម្លាញ់អើយអញរកស៊ីបាចទឹកសមុទ្រតែ2នាក់និងប្រពន្ធអញពេលព្រឹកទៀបភ្លឺប្រពន្ធឡើងដាំបាយមានគ្រប់ប្រដាប់ប្រដាលុះភ្លឺឡើងនាំគ្នាទៅបាចទឹកសមុទ្រល្ងាចត្រឡប់មកផ្ទះវិញស្ដេចត្រីផិតភ័យបង្គាប់ត្រីជាបរិវារឲ្យពាំយកមាសប្រាក់និងរបស់របរគ្រប់មុខមកឲ្យអញឯសម្លាញ់ប្រពន្ធខាត់លក្ខដឹងហើយក៏លាសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខបុរសដែលមានប្រពន្ធគ្រប់លក្ខគេក៏ឲ្យប្រាក់ទៅចិញ្ចឹមជីវិតលុះត្រឡប់ទៅដល់ផ្ទះវិញពេលចូលដំណេកបុរសនោះនិយាយនឹងប្រពន្ធថាព្រឹកនេះបើឯងដាំបាយពីយប់រៀបប្រដាប់ឲ្យមានសពគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបាចទឹកសមុទ្រឲ្យបានមាសប្រាក់របស់ទ្រព្យដូចសម្លាញ់យើងមេខាតលក្ខជាប្រពន្ធភ្លឺច្បាស់បានក្រោកបង្កាត់ភ្លើងឆេះហើយបានទៅបើកខាប់អង្គក៏កំពុកម្ដងមួយទូកដៃយកអង្គទៅលាងកំពុកមួយទូកដៃទៀតច្រកអង្គទៅក្នុងឆ្នាំងក៏កំពុកទៀតដល់ពុះជាត់បាយកំពុកទៀតច្រកអង្គចំនួនល្មមឆ្អិនពេញឆ្នាំងបាយនៅតែកន្លះឆ្នាំងទាល់ថ្ងៃទើបដួសដាក់កញ្ជើហើយបណ្ដាប្តីប្រពន្ធទៅបាចទឹកសមុទ្របាចទាំងខឹងទាំងជាបានចំនួន5ថ្ងៃអស់ហ្វូងមច្ឆាតូចធំផ្អើលផិតភ័យនិយាយគ្នាថាបុរសប្តីប្រពន្ធពីណាមកបាចទឹកសមុទ្រទៀតហើយពួកត្រីក៏សម្លឹងទាំងហ្វូងចាំមើលចាំស្ដាប់ប្រពន្ធខាតលក្ខបោកល្អីដែលបាចទឹកនោះថាបាចយូរថ្ងៃហើយមិនបានឃើញរបស់អ្វីអញមិនខ្ចីទេអញលេងបាចហើយឆ្លោះប្តីប្រពន្ធជេរម្ដាយប្តីបញ្ចោលប្រពន្ធប្រកាច់ចំបាប់គ្នាប្រតែយថ្នាក់សម្ពត់គ្នាទៅវិញទៅមកទាល់តែអាក្រាតទាំងប្តីប្រពន្ធលិចគេខ្មាស់នៅមាត់សមុទ្រហើយអ្នកទាំងពីរអ្នកថាខ្ញុំគេក៏ខ្ញុំទៅចោះលេងបាចហើយត្រីទាំងនោះឮថាលេងបាចក៏ត្រេកអរធូរចិត្តលេងសួរឲ្យមាសប្រាក់របស់ទាំងពួងត្រីទាំងនោះបានឃើញគេខ្មាស់បុរសប្តីប្រពន្ធ
ក៏លោតសើចទាំងវូឯត្រីសណ្ដាយសើចតតែរយះមាត់បានជាមាត់ធំដូចគេហែករហូតដល់បច្ចុប្បន្ននេះបុរសប្តីប្រពន្ធគ្មានបានអ្វីសោះក៏លេងឆ្លោះគ្នាក៏ដកសារាយប្តីមួយអម្រែកប្រពន្ធមួយត្រនូលត្រឡប់ទៅផ្ទះវិញចាក់សារាយចោលនៅកៀនជញ្ជាំងឲ្យស្អុយរលួយខូចអស់ទៅ